មើលទៅវ៉ាវតែម្ដងបងប្អូនគឺទិដ្ឋភាពមើលទៅគួរឲ្យចង់ទៅលេងបងប្អូនឃើញទេទឹកស្អាតមែនទេទឹកពណ៌ខៀវស្រងាត់បើតាមឯកសារបានបញ្ជាក់ថាមានជម្រៅ48ម៉ែត្របងប្អូនជ្រៅគួរសមបងប្អូនមិនគួរសមទេជ្រៅខ្លាំងបងប្អូនមុជទៅអត់ដល់ទេបងប្អូនអត់ដល់បាតទេតើអ្នកជំនាញមុជទឹកហើយមុជមិនស្រួលបែកក្រាស់ជាបងប្អូនឈានទៅជាដោយសារទឹកកាន់តែជ្រៅសុខភាពទឹកកាន់តែខ្លាំងជំរាបសួរបងប្អូនវីដេអូនេះខ្ញុំនឹងបង្ហាញជូនអំពីទិដ្ឋភាពនៅរមណីយដ្ឋានបឹងយក្សឡោមដែលស្ថិតនៅក្នុងខេត្តរតនគិរីសម្រាប់បឹងយក្សឡោមនេះគឺនៅក្រុងបានលុងបងប្អូនចម្ងាយប្រហែលជា5គីឡូពីក្រុងបានលុងហើយនៅភាគខាងកើតនៃក្រុងបានលុងនេះបងប្អូនម្ដុំនេះគឺក្រុងបានលុងឃើញធំគួរសមដែរបាទហើយបើយើងមើលទីតាំងបឹងយក្សឡោមគឺនៅខាងកើតនេះបាទសូមវាស់ប្រវែងបន្តិចចង់ដឹងថាប្រវែងប្រមាណប្រវែងពីក្រុងបានលុងរហូតដល់ច្រកចូលទៅកាន់តំបន់បឹងយក្សឡោមនេះអូសំទោសខុសសំទាញបន្តិចសិនប្រវែងគឺ4.28អញ្ចឹងខ្ទង់4គីឡូបងប្អូនគិតពីរង្វង់មូលម្ដុំផ្សារនេះបងប្អូនម្ដុំផ្សារនេះបានលុងមកគិតហ្នឹងច្រកចូលបានលុងមកគិតហ្នឹងរហូតដល់ច្រកចូលបឹងយក្សឡោមហើយយើងកាច់រហូតដល់បឹងយក្សឡោមតែម្ដងបាទប្រវែង4គីឡូជាងបាទសម្រាប់បឹងយក្សឡោមនេះបើតាមឯកសារដែលខ្ញុំបានធ្លាប់អានគេគាត់ត្រាថាអង្កត់ផ្ចិតឬក៏ទទឹងបឹងនេះមានប្រវែង750ម៉ែត្របងប្អូនអញ្ចឹងខ្ញុំសូមវាស់បន្តិចថាតើ750ម៉ែត្រមានអត់នេះបងប្អូនខ្ទង់730ជាងតំបន់ដែលរៀងនៅនេះវារៀងផតបន្តិចបើយើងមើលតំបន់ដែលវាអត់ផតវាអាចនឹងធំជាងនឹងបងប្អូនខ្ទង់ប៉ុណ្ណឹងឯងបងប្អូនខ្ទង់700លើសតិចតួចហើយជាតំបន់មួយចំនួនអាចព្រៃវាដោះគ្របពីលើហើយគេវាស់ចូលទៅក្នុងនឹងទៀតចឹងប្រហែលហ្នឹងឯងបងប្អូន700ខ្ទង់735ឡើងដល់40ឬក៏50ហ្នឹងបងប្អូនបាទសម្រាប់ជម្រៅវិញបើតាមឯកសារបានបញ្ជាក់ថាមានជម្រៅ48ម៉ែត្របងប្អូនជ្រៅគួរសមបងប្អូនមិនគួរសមទេជ្រៅខ្លាំងបងប្អូនមុជទៅអត់ដល់ទេបងប្អូនអត់ដល់បាតទេតើអ្នកជំនាញមុជទឹកហើយមុជមិនស្រួលបែកក្រាស់ទៅជាបងប្អូនឈានទៅជាដោយសារទឹកកាន់តែជ្រៅសុខភាពទឹកកាន់តែខ្លាំងម្ដុំនេះគឺច្រកចូលបងប្អូនម្ដុំនេះច្រកចូលបាទនេះគេមានកំពង់ទឹកសម្រាប់ចុះថតរូបអនុស្សាវរីយ៍អីបងប្អូនបាទមិញនេះខ្ញុំមើលមកដល់ក្រោមនេះអត់ទាន់បានមើលច្រកចូលផងអញ្ចឹងខ្ញុំសូមមើលម្ដងទៀតមើលពីច្រកចូលទៅវិញបើយើងមើលពីច្រកចូលពីម្ដុំសាលាឃុំបានលុងសាលាសង្កាត់បានលុងនេះសំទោសសាលាសង្កាត់យក្សឡោមនេះយើងឃើញមានវងមូលអញ្ចឹងបងប្អូនបត់ស្ដាំមកចូលតាមច្រកនឹងប្រហែលជា1គីឡូជាងរហូតដល់ម្ដុំនេះឃើញមានហាងមានតូបអីលក់ដូរហើយយើងបត់ស្ដាំមកចូលដល់តំបន់បឹងយក្សឡោមនឹងបងប្អូនបាទខ្ញុំសូមចុះទៅមើលរូបភាព Street View នៅម្ដុំកំពង់ទឹកនេះបន្តិចបងប្អូននេះបងប្អូននេះគឺជាទិដ្ឋភាពនៅបឹងយក្សឡោមហ្នឹងឃើញមានខ្ជស់មានអីនៅតាមមាត់ទឹកសម្រាប់អង្គុយសម្រាប់លំហែហើយកំពង់ទឹកនេះសម្រាប់ថតរូបបងប្អូនហើយនេះដូចជាស្ងាត់ល្អដែលគេមកថតរូបភាព Street View នេះគឺស្ងាត់ល្អបងប្អូនបាទដូចជាមានដីម្ដងនេះដូចជាសើបងប្អូនអាចទៅភ្លៀងហើយចឹងមិនស្គាល់មនុស្សនេះបងប្អូនឃើញមនុស្សដើរចេញមកតែពេលដែលកាមេរ៉ា Street View នេះចូលទៅក៏ហើយគាត់ដើរចេញមកវិញគាត់ចេញមកក្រៅវិញបាទនោះគាត់ដើរទៅនោះហើយអូពូនេះពូ X Man នេះពូ X Man ដែលឃើញនៅមុនហ្នឹងបងប្អូនពូ X Man ហ្នឹងបែរហើយកន្លែងនេះសូមគេដាក់សញ្ញាគេដាក់ការណែនាំសូមពាក់អាវនៅពេលហែលទឹកការហែលទឹករបស់លោកអ្នកសូមទទួលខុសត្រូវដោយខ្លួនឯងគណៈកម្មការបើគណៈកម្មការអីគេចេះដូចជាមើលអត់យល់យើងផុតតិចមកមើលអត់យល់គណៈកម្មការបើមិនគណៈកម្មការ3មិនទទួលខុសត្រូវចំពោះគ្រោះថ្នាក់នៅពេលហែលទឹកឡើយហើយយើងទៅលុបមើលអត់យល់បងប្អូនបាទ
ចឹងគេណែនាំឲ្យបើសិនជាបងប្អូនចុះហែលទឹកសូមពាក់អាវពោមអាវអណ្តែតទឹកកន្លែងនេះប្រហែលជាអាចចុះងូតទឹកបានបាទនេះមានកម្មជាដើមមានអីចឹងអាចចុះងូតទឹកបានប៉ុន្តែសូមទទួលខុសត្រូវខ្លួនឯងគេលោមានគ្រោះថ្នាក់ចាស់អ៊ីពីរអ្នកនេះនឹងពូនេះអង្គុយសាសងគ្នានេះតំណោកនេះឆ្លៀតមកអង្គុយណាគេមកថតនេះឆ្លៀតអង្គុយនៅហ្នឹងទៀតណាហើយឆ្លៀតស្រឡឹងមើលទៀតសុំទៅចិត្តគាត់តិចមើលអត់ឃើញចេះបាំងខ្លួនបើមកកន្លែងនេះឃើញពូនេះកាន់អីពូនេះកាន់អីកាន់កសែងកាន់អីពូបៃតងហើយអ៊ីនេះដោះស្បែកជើងអត់ពាក់ស្បែកជើងអង្គុយទាំង3នាក់អត់ពាក់ស្បែកជើងសោះកន្លែងនេះដូចជាមានចដាបងប្អូនកម្មចដាបាទអញ្ចឹងទស្សនវិជ្ជានៅកំពង់ទឹកហ្នឹងគឺមានប៉ុណ្ណឹងឯងបងប្អូនខ្ញុំសូមចេញទៅវិញខ្ញុំសូមមើលរូបភាព street view នៅម្ដុំក្នុងបឹងនឹងម្ដងបងប្អូនបាទមើលម្ដុំនេះមួយនេះបងប្អូនមើលទៅវ៉ាវតែម្ដងបងប្អូនគឺទស្សនវិជ្ជាមើលទៅគួរឲ្យចង់ទៅលេងបងប្អូនឃើញទេទឹកស្អាតមែនទេទឹកពណ៌ខៀវស្ងាត់តែវាពណ៌បៃតងឯងវាឆ្លោះជាមួយដើមឈើតែពាក្យខ្មែរហ្នឹងគេនិយាយថាពណ៌ខៀវស្ងាត់បងប្អូនឃើញទេមើលទៅគឺមើលទៅត្រឈឹងត្រជ័យលក្ខណៈត្រជាក់មនោរម្យបងប្អូនគួរឲ្យចង់ទៅអង្គុយលេងស្ដាប់សូរសត្វយំស្ដាប់សំឡេងខ្យល់បក់ស្ដាប់សំឡេងស្លឹកឈើដែលទៅខ្យល់បក់មកបងប្អូនបាទអញ្ចឹងមើលទៅអេមម្ដុំនេះច្បាស់ជាងគេម្ដុំនោះរៀងឆ្ងាយអត់សូវច្បាស់ហើយម្ដុំនេះច្បាស់ល្អប្រហែលជាថតដោយ drone បងប្អូន drone drone 3D drone 360 degree នេះបងប្អូនឃើញមានគេថតរូបនេះគេថតរូបនៅលើកំពង់ទឹកហ្នឹងហើយពូនេះអ្នកថតរូបគេហ្នឹងអត់ដែលឃើញមុខគាត់ទេឃើញតែអ្នកឈរហ្នឹងទេបាទអញ្ចឹងបងប្អូនដែលចង់ទៅលេងសូមប្រុងប្រយ័ត្នពាក់ព័ន្ធនឹងទឹកព្រោះទឹកហ្នឹងជ្រៅ48ម៉ែត្របងប្អូនបើមានគ្រោះថ្នាក់អីពិបាកជួយណាបាទហើយកម្មចដានេះក៏អាចដើរដោយប្រយ័ត្នដែរប៉ុន្តែដូចជាគេមានចដាភ្លោះមានមួយឡើងមួយចុះអញ្ចឹងបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងបងប្អូនអរគុណចំពោះការតាមដានដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចចុច Subscribe និងដាក់កណ្ដឹងជូនពរសំណាងល្អជាពិសេសក្នុងឱកាសចូលឆ្នាំសូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងមានភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារជួបជុំឪពុកម្ដាយបាទជាពិសេសគឺជីដូនជីតាពូមីងទាំងអស់គឺសូមជួបជុំដោយរីករាយនិងបើសិនជាទទួលទានគ្រឿងស្រវឹងសូមទទួលទានប្រកបដោយទំនួលខុសត្រូវខ្ពស់អរគុណ